ក្រៅពីត្រីស្រស់តែខ្ញុំចូលចិត្តយកត្រីងៀតមកស្លម្ជូរជាងគេជាពិសេសបានលាយជាមួយនឹងបន្លែដូចជាដើមចេកមានផ្កាកប៉ោកផ្កាអីហ្នឹងគឺចូលចិត្តខ្លាំងមែនទែនហ្មងរសជាតិវាជូរហឹរហត់ទៅបែកញើសឆ្ងាញ់មែនទែនដាំទឹកឲ្យពុះធ្វើការបងសក្រីសក្រូចម្ដេងខ្ទឹមសម្ទេសរងាស់វាប្រហែលជា 4-5 នាទីយើងអាចបង់ត្រីងៀតចូលបានហើយត្រីងៀតនេះយករសជាតិប្រៃហើយអ្នកទាំងអស់គ្នាលាងសម្អាតកាត់កង់ៗហើយចាំយកមកស្លហើយយើងច្រំប្រហុកនឹងធ្វើការរងាស់ត្រីងៀតឲ្យរាងរីកសាច់បន្តិចហើយឆ្លៀតពេលនេះខ្ញុំចង់អ្នកទាំងអស់គ្នាស្គាល់ពីសាប៊ូលាងចានខ្មែរយើងមួយឈ្មោះថាសាប៊ូលាងចានផ្កាក្លិនក្រូចឆ្មាសាប៊ូនេះផលិតនៅក្នុងប្រទេសកម្ពុជាមានបាកូដចុះចប់បផអីត្រឹមត្រូវទទួលស្គាល់ដោយក្រសួងឈ្ងុយក្លិនក្រូចឆ្មាល្អនិងមានពពុះច្រើនងាយស្រួលដល់ការសម្អាតរងាស់មើលតត្រីងៀតរីករមុំហើយយើងធ្វើការថែមជាមួយនឹងម្សៅស៊ុបកន្លះវែកហើយភ្លក់មើលសាប្រៃបានអានេះអាស្រ័យតាមផ្ទះនីមួយៗអ្នកទាំងអស់គ្នាអាចថែមស្ករបន្តិចក៏បានអត់ក៏បានដែរតាមចំណង់ចំណូលចិត្តណាហើយយើងចាប់ផ្ដើមដាក់ជ្រុំអំពិលកន្លែងនេះយើងប្រើជាប្រភេទអំពិលទុំក៏បានចង់បង់ជាត្រួយអំពិលឬក៏អំពិលខ្ចីស្ងោរហើយយកមកជ្រុំក៏បានដែរភ្លក់ឲ្យជូរល្មមហើយយើងបង់ជាមួយនឹងផ្កាកំប្លោកថែមជាមួយនឹងម្រះព្រៅមានផ្កាស្នោម្ទេសដែលយើងបុកហើយតែប៉ុណ្នេះម្ហូបរបស់យើងគឺរួចរាល់ហើយអ្វីដែលសំខាន់គឺមានរសជាតិឆ្ងាញ់អ្នកអត់ដែលបានធ្លាប់យកត្រីងៀតយកមកស្លខ្ញុំរីកមិនឲ្យសាកយកមកស្លញ៉ាំម្ដងប្រយ័ត្នជាប់មាត់ដូចខ្ញុំពេលដែលស្លហើយសឹងថាអាយ៉ានឹកឃើញម្ជូរលើកណាគឺនឹកឃើញតែត្រីងៀតទេយកមកស្លតែបើមានត្រីស្រស់ក៏បានដែរតាមចំណង់ចំណូលចិត្តយើងអរគុណ